ខាងម្ចាស់តន្ត្រីហើយវ៉ាវបន្តតែម្ដងគាត់សូមធ្វើការបកស្រាយនិងធ្វើការស្រានចូលជុំវិញពាក់ព័ន្ធនៅក្នុងការចោតប្រកាន់របស់បងអូនស្រីបៃជីងបាទតែបច្ចៈអត់ព្រមក៏ខ្ញុំទៅដែរថ្ងៃការខ្ញុំទៅព្រោះយើងទទួលលុយកក់បាទខ្ញុំទទួលលុយកក់ហើយជៀសវាងមហាជនទៅដោយសុបាយចិត្តណាបងខ្ញុំទៅអត់ទេបងអត់ទេសប្បាយចិត្តការងារចាច់ដាច់ណាបងបានអត់មានទៅក្លុកកឆាកម្មវិធីគេទេខ្លាចតែមួយទៅដល់គាត់អត់ឲ្យខ្ញុំរៀបអាហ្នឹងនិយាយសារព័ត៌មានបងប្អូនទាំងអស់គ្នាយកធ្វើជាសាក្សីទាំងអស់គ្នាខ្លាចតែគាត់អត់ឲ្យខ្ញុំរៀបគាត់ធ្វើជា content ទៀតដែរអាសិលមួយថ្ងៃហ្នឹងសិលថ្ងៃនេះអាម៉ោង2ភ្លឺម៉ោង4ភ្លឺរត់មករកព័ត៌មាននេះខ្លាចតែគាត់អញ្ចឹងទៀតទេបើធំតាដេញការងារ1គឺ1 2គឺ2វាកែបាត់មកមើលបានកាក់ល្អិតបំផុតខ្ញុំខ្លាចភ្លេចគាត់ថាយល់ថាចោះហេតុអីទើបចិត្តដល់ថ្ងៃហើយហេតុអីបានជាបងអត់តាក់ទងមកកាន់គាត់អាហ្នឹងជាបញ្ហាចិត្តដល់ថ្ងៃហើយបានគាត់ផ្ញើ location ឲ្យខ្ញុំដូចគ្នាខ្ញុំសុំ3ដង4ដងមិនគាត់អត់ឲ្យគាត់មានចេតនាអីមែនសុំ3ដងមួយដងទី1នៅថ្ងៃណាខែណាដែរបងមុនថ្ងៃ18ខែ11អត់ទាន់បានចេញវិក័យបាត់យើងអាចចាំបានទេបងដល់មុនថ្ងៃទី2ថ្ងៃ18ហ្នឹងបានចរចាតាមទូរស័ព្ទគ្នាមួយសាយមុនគាត់ឆាតឆ្លងឆ្លើយមកខ្ញុំនិយាយទូរស័ព្ទមួយសាយហើយគាត់ឆាតចូលផេកខ្ញុំមាន2ទៀតផេកអាផេកទូខ្ញុំគាត់ឆាតច្រើនណាបាទច្រើនជាងគេជាងឯងគាត់ថាបងអើយបងមើលក្នុងផេកខ្ញុំទៅកញ្ចប់ការរៀបចំរបស់ខ្ញុំស្តង់ដារបែបហ្នឹងតម្លៃប៉ុណ្ណឹងគឺវាសមរម្យណាស់ហើយខ្ញុំសុំក៏មានលើសដែរបងពួកគាត់យកថែមម្នាក់20 30ហើយគុណទៅអ្នកលើកធំបាសទឹកអី100ហ្នឹងក៏អត់គ្រាន់ទៀតខ្ញុំនិយាយបែបបញ្យលប្រគាត់ប៉ុន្តែគាត់ងាងហើយសលេងហ្នឹងគាត់លុបចោលបាត់ហើយគាត់ថាតន្ត្រីកាក់ចង់កាក់ចាក់កគាត់ហើយខ្ញុំក៏អូខេរៀងក្តៅបងយើងក្តៅដែរបាទក្តៅប៉ុន្តែពេលដែលលឺអញ្ចឹងក្តៅលឹកជាងបងក្តៅក៏ពិតមែនតែពាក្យនៅតែល្អដដែលគាត់សុំខ្ញុំធម្មតាណាបងសុំខ្ញុំ$50បានហើយខ្ញុំថាអត់បានទេអីចឹងទៅហើយក៏គាត់ថាឲ្យខ្ញុំឌៀនខ្ញុំមកក៏ខ្ញុំខឹងខ្ញុំក៏បានលក្ខខណ្ឌជូនគាត់ប៉ុន្តែបច្ចៈខ្ញុំអត់បានតន់លុបរោងគាត់ទេណារោងគឺខ្ញុំអត់តន់បានលុប concept អត់ទៅថ្ងៃក៏អត់តន់ដល់ទេបងប្អូនប្រយ័ត្នច្រឡំថ្ងៃក៏អត់តន់ដល់គឺថ្ងៃទី7ខែ3ថ្ងៃអត់តន់ដល់ទេបាទហេតុម៉េចបានជាគាត់មកប្រកាសមួយសារព័ត៌មានគាត់ចង់បានអីឲ្យប្រកាសវាអត់បញ្ហាទេជិះតែប៉ុន្តែបើស្រីគាត់អត់អាចជិះម៉ូតូទៅបានទេជិះផាសាប់ទៅបានទេចង់មិនចង់ត្រូវរៀបចំសុវត្ថិភាពខ្ញុំជាមេតន្ត្រីខ្ញុំត្រូវគិតគូរពីសុវត្ថិភាពគាត់ដើម្បីដាក់ឡានទៅទាំងអស់គ្នាទៅសុំសាំងឡានថាមេឯងសុំសាំងឡានទៅពីគេទៅពួកអីឆ្ងាយណាស់យើងមិនប្រកែកអត់ទទួលទេតាមពិតខ្ញុំមិនអត់ទទួលគាត់និយាយខុសគាត់ថាខ្ញុំទទួលតែនៅពេញអត់ទទួលតាមខេត្តខ្ញុំទទួល25ខេត្តក្រុងសៀមរាបក្រុងវិទ្យានុទទួលដល់កូរ៉េជប៉ុននេះនៅហេតុអីបើខ្ញុំជាក្រុងខ្ញុំទៅមិនរួចប៉ុន្តែលក្ខខណ្ឌទទួលដល់នៅក្រៅបាទនៅកូរ៉េនៅជប៉ុនខ្ញុំរៀបមិនក្រោម30ជើងទេបងអ្នកបងប្អូនអ្នកកូរ៉េដែលធ្លាប់ទៅធ្វើការនៅកូរ៉េធ្វើការនៅជប៉ុនគឺស្គាល់ទាំងអស់ជាច្រើនគឺស្គាល់វារយៈពេល4ខែណាដែលខ្ញុំបានទទួល offer រោងពីគាត់ហើយដល់ពេលថ្ងៃដែលខ្ញុំអត់ទាន់បានលុយផងណាខ្ញុំសួរគាត់ម្ដងដែរហើយថាទីតាំងគាត់នៅណាហើយតែតម្លៃខ្ញុំនឹងតម្លៃភ្នំពេញទេប៉ុន្តែគាត់នៅតាមគេហៅថាជាក្រុងតាខ្មៅខ្ញុំយកយល់ខ្ញុំត្រូវថាឲ្យគាត់ថែម100បាត់ដែរប៉ុន្តែខ្ញុំបានបញ្ជាក់មួយគាត់ថាបងតាខ្មៅក៏អត់អីដែរខ្ញុំយកយល់ប៉ុន្តែសូមម្ដុំត្រឹមតែទីប្រជុំជនណា4-5គីឡូនៅចិត្តចឹងឬក៏ប្រេកហោអីទេបងបើហួសពីហ្នឹងខ្ញុំគិតលុយថែមហើយគាត់ថាអត់ទេខ្ញុំនៅតាខ្មៅតែខ្ញុំនៅក្រុងតាខ្មៅក្រុងតាខ្ញុំមិនមែនអ្នកស្អាងណាខ្ញុំមិនដល់ស្អាងទេបងកុំបារម្ភគាត់បាននិយាយតាមទូរស័ព្ទខ្ញុំអញ្ចឹងណាបងវាអត់ដល់ស្អាងមែនតែតែមួយចង្អានទេដល់ស្អាងបដ ாய் តែពេលហ្នឹងបងបានទទួលលុយកក់គាត់ហើយនៅអាហ្នឹងចរចាមកតង់ហើយបានមកតង់ទៀតគាត់ថាអូខេខ្ញុំសួរម៉ាក់រួចហើយគាត់តថ្លៃខ្ញុំបងអាហ្នឹងបន្ទាប់មកខ្ញុំបានធ្វើ invoice បន្ទាប់ពីយើងត្រូវថ្លៃគ្នាហើយចឹងបងហើយក៏ខ្ញុំបានបញ្ជាក់មួយគាត់ម្ដងទៀតដែរគាត់ថាម៉ាក់គាត់អូខេហើយតម្លៃហ្នឹងអីចឹងណាបងហើយគាត់សុំឲ្យខ្ញុំបញ្ចុះតម្លៃអីផ្សេងអីចឹងទៅហើយតាមពិតតន្ត្រីរបស់ខ្ញុំចប់ត្រឹមម៉ោង10មិន10អីទេចាក់រីមិចអីចឹងតែគាត់សុំខ្ញុំថែមរហូតដល់ម៉ោង11កន្លះចឹងអាហ្នឹងមួយចេតនាមានមួយគាត់ចឹងណាបងហ្នឹងហើយផាយជាគាត់ភ្លេចតែបើខ្ញុំអ្នករស់ស៊ីខ្ញុំអត់ភ្លេចទេជួបភ្ញៀវចង់1000អ្នកក៏ដោយខ្ញុំអត់ភ្លេចពាក្យដែលខ្ញុំសួរគាត់ថាតើទីតាំងនៅណាពួកតន្ត្រីខ្ញុំសូមបញ្ជាក់បងប្អូនតន្ត្រីខ្ញុំមិនមែនតន្ត្រីតាមក្រុមតែគាត់យកតែ20-30រៀលទេតន្ត្រីខ្ញុំគឺបែបដូចថាកំងបងតារាយុវ័យកំងអ្នកណាបានអ្នកហ្នឹងអញ្ចឹងណាបងអញ្ចឹងខ្ញុំរៀបល្អជូនគាត់ដែរអញ្ចឹងបើសិនជាតម្លៃនៅភ្នំពេញគឺផ្សេងបើតម្លៃជាក្រុងគឺផ្សេងហើយបានច្បាស់មួយគាត់រួចហើយប៉ុន្តែគាត់ភ្លេចខ្ញុំមិនដឹងថាគាត់ភ្លេចឬក៏គាត់ធ្វើភ្លេចខ្ញុំអត់ដឹងណាបងមួយម៉ាត់ទៀតខ្ញុំឆ្ងល់មួយទៀតនៅពេលដែលអ្នកសារព័ត៌មានសួរគាត់ថាឲ្យស្បត់មិនគាត់អត់ស្បត់តែថ្ងៃនេះខ្ញុំមកស្បត់មួយគាត់ហើយមួយម៉ាត់មួយទៀតមីអូនជីងបងផ្ដាំគាត់ថាចេះប្រហែលជាខ្ញុំមិនដល់បងឯងបានជាកន្លែងហ្នឹងខ្ញុំមិនដល់បងឯងអីចឹងណាតន្ត្រីបងឯងណាគេខ្ញុំអត់ស្គាល់តែបងមើលទៅអូនឯងដឹងដល់បងកន្លែងណាទេអូនបងរកឃើញកន្លែងដល់អត់ឃើញទេសូមកុំមកប្រៀបធៀបមួយបងបាទតន្ត្រីទោះបីជាគាត់អ្នកស្រុកខ្សែចំការឬក៏យ៉ាងណាក៏ខ្ញុំអត់ប្រកាន់ខ្លួនដែរតែសូមកុំមកធ្វើប្រៀបធៀបព្រោះអីសេវាកម្មខ្ញុំគោរពភ្ញៀវដូចព្រះចឹងបាទ
ខ្ញុំរៀបកញ្ចប់ដល់ក្រៅប្រទេសកញ្ចប់ធំខ្ទង់ច្រើនខ្ញុំអត់ចេះនិយាយខ្ញុំរៀបបានស្អាតហើយមានតែពាក្យ comment ល្អ feedback មកល្អហេតុអីខុសតាមពីអូនមួយហ្នឹងមកចងាងបែកកងាងជាមួយខ្ញុំអញ្ចឹងណាគាត់មានបំណងអីអូនណាបងបច្ចៈប្រាប់អូនឯងអូនជីងនៅទីណាបងអត់ដឹងទេឥឡូវបងមិនមែនអ្នកលេងទេបងអ្នកមែនបាទបងអ្នកមែនហើយថ្ងៃកម្មវិធីប្អូនបងរៀបចំឲ្យអូនមកស្អាតអស់ពីចិត្តអត់មានខ្វះមនុស្សសំបីតែម្នាក់តែឆ្ងល់មួយទៀតបងអាពេលខ្ញុំរៀបចំឲ្យគាត់ហាក់បែរជាអត់ទទួលវិញបងជួយគិតខ្ញុំមើលឥឡូវវាមិនវាគាត់ចង់បានអីប្រកបគាត់ចង់បានអាល្បីហៅថាល្បីបែបស្អុយឈ្មោះបែបហ្នឹងមែនទេអូនបើតាមពិតទៅបងចេះធ្វើ content ហ្នឹងតាំងពីបងអាយុអូនឯងអាយុ5-6ឆ្នាំតែបងអត់ធ្វើទេព្រោះជា content បែបថោកទាបបែបទៅជន់ពលិចអ្នកដតីដើម្បីយក view ខ្លួនឯងព្រោះ page របស់គាត់ចូលមើលទៅអ្នកនេះទៅអ្នកនោះច្រើនហើយតែអត់ទាន់ល្បីខ្លាំងដូច view ឡើងដល់ថ្នាក់ហ្នឹងទេតន្ត្រីបងគឺប្រកាសបានរយៈពេលប្រហែលឆ្នាំហើយបបពិសោធន៍រៀបចំតន្ត្រីខ្ញុំជិត10ឆ្នាំហើយបងជិត10ឆ្នាំហើយបាទប៉ុន្តែខ្ញុំរៀបជា agency ខ្ញុំមិនได้ចេញមុខឲ្យដូចទូផ្សេងឲ្យគេស្គាល់ណាបងចេញទៅក្រៅប្រទេសឲ្យបានប្រហែលប្រទេសណាកូរ៉េជប៉ុនប្រទេសជិតខាងប្រទេសចៅបាទប្រទេសចៅហ្នឹងទៅមិនក្រោម20ជើងកូរ៉េផៃខ្ទង់10ជើងជាងជប៉ុន2ជើងបានដល់បបពិសោធន៍ខ្លាំងឆ្នាំដែរបាទខ្ញុំអាចនិយាយភាសាកូរ៉េបានបាទដល់ក្រៅប្រទេសទៀតហ្នឹងគឺបាទខ្ញុំអាចនិយាយភាសាកូរ៉េបានខ្ញុំគ្រប់គ្រងតួទៅជប៉ុន30នាក់ពិបាកណាបងលេចចាប់ក្តាមតែចង្អេអញ្ចឹងណាបងប៉ុន្តែខ្ញុំធ្វើបានហេតុអីតែរឿងកញ្ចប់តន្ត្រីមកបន្តិចហ្នឹងអាចធ្វើឲ្យខ្ញុំស្អុយឈ្មោះបានអត់មានទេថ្នាំដុសធ្មេញយិនសិនម៉ៃអ៊ីមានប្រសិទ្ធភាពខ្ពស់បំផុតជួយកម្ចាត់ក្លិនមាត់មិនល្អជួយបំបត្តិរលាកនិងស្ទើរស្រាញតាមអញ្ចាញ់ធ្មេញជួយឲ្យធ្មេញរឹងមាំសស្អាតព្រមទាំងមានអារម្មណ៍ស្រឡះក្នុងមាត់ក្រោយពេលប្រើប្រាស់តម្លៃត្រឹមតែ20000រៀលតែប៉ុណ្ណោះក្នុងមួយទីបអាចប្រើបានដល់ទៅ3ខែប្រិមិត្តអញ្ចឹងគឺក្រោយពីធ្វើការផ្សព្វផ្សាយហើយជាមួយពាក់ព័ន្ធនៅក្នុងករណីគឺបងស្រីពីជីងបាទដែលគាត់បានបញ្ជាក់មកកាន់អង្គភាពរបស់យើងទាំងពីរស្ថាប័នថាគឺខាងក្រមតន្ត្រីវ៉ាវតន្ត្រីបាទគឺបំពេញនៅកិច្ចព្រមព្រៀងរបស់គាត់ចិត្តដល់ថ្ងៃចូលរោងហើយបែរជាក្រមតន្ត្រីខាងលើហ្នឹងកិច្ចកុចបាទទៀមទាតឡើងលុយហើយមានហេតុផលថាឆ្ងាយថាចិត្តជាមួយជាពីរបាទឥឡូវក្រោយពីធ្វើការផ្សព្វផ្សាយល្បីនៅលើបណ្ដាញសង្គមមកខាងម្ចាស់តន្ត្រីហើយវ៉ាវផ្ទាល់តែម្ដងគាត់សូមធ្វើការបកស្រាយនិងធ្វើការស្រានចោលជុំវិញពាក់ព័ន្ធនៅក្នុងការចោទប្រកាន់របស់បងអូនស្រីបៃជីងបាទហើយយើងខ្ញុំដែរជាអ្នកសារព័ត៌មានយើងខ្ញុំមិនហ៊ានធ្វើការវែងញែកថាខាងណាខុសខាងណាត្រូវទេបាទអញ្ចឹងនៅក្នុងនាមយើងជាអ្នកសារព័ត៌មានយើងត្រូវតែទទួលនៅការបំភ្លឺជូនភាគីទាំងសងខាងដើម្បីឲ្យបងដើម្បីឲ្យមហាជនគាត់បានដឹងនិងបានជ្រាបថាភាគីមួយណាខុសភាគីមួយណាត្រូវនោះបាទដោយសារតែធម្មតាមនុស្សនៅពេលដែលមានបញ្ហាគឺតែងតែមានហេតុផលរៀងខ្លួនបាទបងដំបងឡើយសូមឲ្យបងជួយណែនាំទៅឈ្មោះទៅកាន់បងប្អូនមហាជនយើងហើយក៏ដូចជាវងតន្ត្រីរបស់បងទៅកាន់បងប្អូនមហាជនយើងដើម្បីបានជ្រាបសួរបងហើយជម្រាបសួរបងប្អូនទាំងអស់គ្នាហើយពិសេសអ្នកសិល្បៈដែលស្គាល់ខ្ញុំក៏ដូចជាភ្ញៀវរបស់វ៉ាវតន្ត្រីទាំងអស់គ្នាខ្ញុំឈ្មោះវ៉ាវន្ថាជាម្ចាស់ affair វ៉ាវតន្ត្រីដែលមានសេវាកម្មអកដងអកកេះក៏ដូចជាកញ្ចប់តារាល្បីក៏ដូចជាមានសេវាកម្មរៀបតួចេញក្រៅប្រទេសផ្សេងអញ្ចឹងណាបងបាទរឿងហេតុវាបែបនេះទេតាមពិតខ្ញុំអត់ស្គាល់ប្អូនស្រីជីងហ្នឹងថាជា influencer ឬក៏អ្នកណាទេដឹងថាគាត់ជាភ្ញៀវតន្ត្រីរបស់ខ្ញុំហ៎បងតែពេលដែលមានរឿងហ្នឹងគាត់ខ្ញុំចាប់ដើមមើល page របស់គាត់ខ្ញុំឃើញគាត់ទៅអ្នកនេះទៅអ្នកនោះច្រើនហើយគាត់ថាល្បីខ្លាំងហ្នឹងមកប៉ះជាមួយនឹងវ៉ាវតន្ត្រីរបស់ខាងខ្ញុំហ្នឹងគឺល្បីខ្លាំងមែនតើហើយខ្ញុំចង់ឥឡូវយើងបាច់ទៅវិញញ៉ៃរឿងគាត់ប៉ះណាប៉ះនេះឥឡូវយើងចូលមកដល់សាច់រឿងយើងហើយបងឡើយគាត់ធ្វើការតំណែងតំណងនៅក្នុងការឆាតទៅរបៀបម៉េចដើម្បីធ្វើការយកខាងតន្ត្រីបងដើម្បីមកចូលរួមនៅក្នុងកម្មវិធីការរបស់គាត់បាទដោយសារតែខាងខ្ញុំមាន promotion កញ្ចប់តន្ត្រីអកដងបើរហ័នសតតែ600គាត់ក៏មកទិញអា promotion ហ្នឹងអញ្ចឹងបងហើយក៏គាត់តាក់ទងមួយខ្ញុំធម្មតាខ្ញុំផ្នែកទីផ្សារខ្ញុំខលទៅនិយាយមួយគាត់តែខ្ញុំសួរថ្ងៃណាមកដែរបងតាំងមុនថ្ងៃទី18ខែ11ម្លេះបាទអញ្ចឹងនៅពេលដែលគាត់សម្រេចចុងក្រោយហ្នឹងគឺខ្ញុំធ្វើវិក័យប័ត្រជូនគាត់ហ្មងចេញវិក័យប័ត្រឲ្យបានគាត់វេលុយមកបាទអញ្ចឹងមិនវារយៈពេល4ខែណាដែលខ្ញុំបានទទួល affair រោងពីគាត់ហើយដល់ពេលថ្ងៃដែលខ្ញុំអត់ទាន់បានលុយផងហ្នឹងខ្ញុំសួរគាត់ម្ដងដែរហើយថាទីតាំងគាត់នៅណាហើយតែតម្លៃខ្ញុំហ្នឹងតម្លៃភ្នំពេញទេប៉ុន្តែគាត់នៅតាមគេហៅថាជាយក្រុងតាខ្មៅខ្ញុំយកយល់ខ្ញុំត្រូវថាឲ្យគាត់ថែម100បាត់ហើយប៉ុន្តែខ្ញុំបានបញ្ជាក់មួយគាត់ថាបងតាខ្មៅក៏អត់អីដែរខ្ញុំយកយល់ប៉ុន្តែសូមម្ដុំត្រឹមតែទីប្រជុំជនណា 4-5 គីឡូនៅចិត្តចឹងឬក៏ប្រេកហោអីទេបងបើហួសពីហ្នឹងខ្ញុំគិតលុយថែមហើយគាត់ថាអត់ទេខ្ញុំនៅតាខ្មៅតែខ្ញុំនៅក្រុងតាខ្មៅ
trong tập bao nhiêu mình nè sang này mình đo sang thế bông cùng mà ròm còn bàn vậy tam tụ sập nhom trắng á bông vì đo sang men tay tầm một chẳng am thế đo sang vào đầuถ้าเป็นนังบองบานตัวเลยเกาะกอดหาย nơi anh đang cho cha mà tòng បាទ hay ban mà tòng tiết còn đã ok nhom xua mạ rồi vậy ចុះឃើញមានបដិ invoice អីនោះ anh đang bắt máu nhom ban thơ invoice bắt tập ពីយើងទៅថ្លៃគ្នាហើយចឹងបងហើយក៏ខ្ញុំបានបញ្ជាក់មួយគាត់ម្ដងទៀតដែរគាត់ថាម៉ាក់គាត់អូខេហើយតម្លៃនឹងអីចឹងណាបងហើយគាត់សុំឲ្យខ្ញុំបញ្ចុះតម្លៃអីផ្សេងអីចឹងទៅហើយតាមពិតតន្ត្រីរបស់ខ្ញុំចាប់ត្រឹមម៉ោង10មិន10អីទេចាក់រីមិចអីចឹងតែគាត់សុំខ្ញុំថែមរហូតដល់ម៉ោង11កន្លះចឹងអានឹងមួយចេតនាមានមួយគាត់ចឹងណាបងហ្នឹងហើយផាយជាគាត់ភ្លេចតែបើខ្ញុំអ្នករស់ស៊ីខ្ញុំអត់ភ្លេចទេជប់ភ្ញៀវចង់1000អ្នកក៏ខ្ញុំអត់ភ្លេចពាក្យដែលខ្ញុំសួរខ្ញុំសួរគាត់ថាតើទីតាំងនៅណាពួកតន្ត្រីខ្ញុំសូមបញ្ជាក់បងប្អូនតន្ត្រីខ្ញុំមិនមែនតន្ត្រីតាមក្រុមតែគាត់យកតែ20 30រៀលទេតន្ត្រីខ្ញុំគឺបែបដូចថាកំងបងតារាយុវ័យកំងអ្នកណាបានអ្នកនឹងចឹងណាបងចឹងខ្ញុំរៀបល្អជូនគាត់ដែរចឹងបើសិនជាតម្លៃនៅភ្នំពេញគឺផ្សេងបើតម្លៃជាក្រុងគឺផ្សេងហើយបានច្បាស់មួយគាត់រួចហើយប៉ុន្តែគាត់ភ្លេចខ្ញុំមិនដឹងថាគាត់ភ្លេចឬក៏គាត់ធ្វើភ្លេចខ្ញុំអត់ដឹងណាបងបាទដល់យប់មិញនេះចូលសាច់រឿងបាទវាម៉ោង2ហើយនារីអញ្ចឹងនិយាយថាគាត់ត្រឹមត្រូវយ៉ាងណាបើគាត់ឆាតមកគេការងារម៉ោង2ភ្លឺហើយរត់មករកព័ត៌មានម៉ោង4នេះភ្លឺអញ្ចឹងណាបងតែក្នុងនាមខ្ញុំជាម្ចាស់តន្ត្រីឬក៏យើងបម្រើសេវាកម្មជូនភ្ញៀវម៉ោងប្រហែលក៏ដោយឲ្យតែខ្ញុំមានកម្លាំងតបខ្ញុំតបទាំងអស់ហើយខ្ញុំតបមួយគាត់ធម្មតាអីចឹងទៅសុំ location គាត់តម្លាក់មកគាត់តម្លាក់មកម៉ែដាក់នៅក្នុងក្រុម26គីឡូចេញពីផ្ទះខ្ញុំបាទហើយផ្ទះខ្ញុំអ្នកអំពេញហើយតែខ្ញុំនៅពលានបាទហើយបើសិនជារាប់ពីតាខ្មៅទៅវា13 14គីឡូហើយវាអត់បញ្ហាទេជិះតែប៉ុន្តែបើស្រីគាត់អត់អាចជិះម៉ូតូទៅបានទេជិះផាសាប់ទៅបានទេចង់មិនចង់ត្រូវរៀបចំសុវត្ថិភាពខ្ញុំជាមេតន្ត្រីខ្ញុំត្រូវគិតគូរពីសុវត្ថិភាពគាត់ដើម្បីដាក់ឡានទៅទាំងអស់គ្នាទៅសុំសាំងឡានថាមេឯងសុំសាំងឡានទៅពីគេទៅពួកអីឆ្ងាយណាយើងមិនប្រកែកអត់ទទួលទេតាមពិតខ្ញុំមិនអត់ទទួលគាត់និយាយខុសគាត់ថាខ្ញុំទទួលតែនៅពេញអត់ទទួលតាមខេត្តខ្ញុំទទួល25ខេត្តក្រុងសៀមរាបក្រុងវិទ្យានុទទួលដល់កូរ៉េជប៉ុននេះនៅហេតុអីបើខ្ញុំជាក្រុងខ្ញុំទៅមិនរួចតែលក្ខខណ្ឌទទួលដល់នៅក្រៅបាទនៅកូរ៉េនៅជប៉ុនខ្ញុំរៀបមិនក្រោម30ជើងទេបងអ្នកបងប្អូនអ្នកកូរ៉េដែលធ្លាប់ទៅធ្វើការនៅកូរ៉េធ្វើការនៅជប៉ុនថៃយើងនិយាយហ្នឹងហើយគឺស្គាល់ទាំងអស់ជាច្រើនគឺស្គាល់បាទជាច្រើនគឺស្គាល់ហ្មងបាទហើយខ្ញុំចាំបាននៅពេលនោះគាត់ថាជាថាចោះហេតុអីទៅចិត្តដល់ថ្ងៃហើយហេតុអីបានជាបងអត់តាក់ទងមកកាន់គាត់អាហ្នឹងជាបញ្ហាចិត្តដល់ថ្ងៃហើយបានគាត់ផ្ញើ location ឲ្យខ្ញុំដូចគ្នាខ្ញុំសុំ3 ដង 4 ដងមិនគាត់អត់ឲ្យគាត់មានចេតនាអីមែនសុំ3 ដងម្ដងទី1នៅថ្ងៃណាខែណាដែរបងមុនថ្ងៃ18ខែ11អត់ទាន់បានចេញវិក័យបាត់យើងអាចចាំបានទេបងដល់មុនថ្ងៃទី2ថ្ងៃ18ហ្នឹងបានចរចាតាមទូរស័ព្ទគ្នាមួយសាយមុននឹងគាត់ឆាតឆ្លងឆ្លើយមកខ្ញុំនិយាយទូរស័ព្ទមួយសាយហើយគាត់ឆាតចូលពេកខ្ញុំមាន2ទៀតពេកទូខ្ញុំគាត់ឆាតច្រើនណាបាទច្រើនជាងគេជាងឯងគាត់ថាបងអើយបងមើលក្នុងផេកខ្ញុំទៅកញ្ចប់ការរៀបចំរបស់ខ្ញុំស្តង់ដារបែបហ្នឹងតម្លៃប៉ុណ្ណឹងគឺវាសមរម្យណាស់ហើយខ្ញុំសុំក៏មានលើសដែរបងពួកគាត់យកថែមម្នាក់20 30ហើយគុណទៅអ្នកលើកធំបាសទឹកអី100ហ្នឹងក៏អត់គ្រាន់ទៀតខ្ញុំនិយាយបែបបញ្យល់ប្រគាត់ប៉ុន្តែគាត់ងាងហើយសលេងហ្នឹងគាត់លុបចោលបាត់ហើយគាត់ថាតន្ត្រីកាក់ចង់កាក់ចាក់កគាត់ហើយខ្ញុំក៏អូខេរៀងក្តៅបងយើងក្តៅដែរបាទក្តៅប៉ុន្តែពេលដែលលឺអញ្ចឹងក្តៅលឹកជាងបងក្តៅក៏ពិតមែនតែពាក្យនៅតែល្អដដែលអធិស្ឋានបងចំពោះភ្ញៀវណោះបាទអធិស្ឋានបងបើសិនជាបងមិនពេញចិត្តសេវាកម្មខ្ញុំអាចជូនលុយទៅវិញបាននៅក្នុងលក្ខខណ្ឌមួយដែលខ្ញុំអត់ស៊ីដាច់លុយកក់គាត់ទេបើគាត់អត់ពេញចិត្តគាត់ឌីលតន្ត្រីខ្ញុំមកខ្ញុំមានមុខមានមាត់ណាបងហើយទាំងគាត់និយាយខ្លួនឯងថាគាត់នៅតាខ្មៅហើយបើជាឥឡូវវាចេញពីតាខ្មៅអញ្ចឹងណាបងហើយដល់ពេលហើយក៏គាត់ចាប់ដើមសុំខ្ញុំធម្មតាទេគាត់សុំខ្ញុំធម្មតាណាបងសុំខ្ញុំ$50បានហើយខ្ញុំថាអត់បានទេអីចឹងទៅហើយក៏គាត់ថាឲ្យខ្ញុំឌីលខ្ញុំមកក៏ខ្ញុំខឹងខ្ញុំក៏បានលក្ខខណ្ឌជូនគាត់ប៉ុន្តែបញ្ជាក់ខ្ញុំអត់បានតន់លុបរោងគាត់ទេណារោងគឺខ្ញុំអត់តន់បានលុប concept អត់ទៅថ្ងៃក៏អត់តន់ដល់ទេបងប្អូនប្រយ័ត្នច្រឡំថ្ងៃក៏អត់តន់ដល់គឺថ្ងៃទី7ខែ3ថ្ងៃអត់តន់ដល់ទេបាទហេតុម៉េចបានជាគាត់មកប្រកាសមួយសារព័ត៌មានគាត់ចង់បានអីឲ្យប្រកាសបើមនុស្សដែលគេធ្លាប់ការងារហើយក៏ជាអ្នកដែលគាត់ចាស់ទុំណាគាត់គួរណាតែណាត់ហើយខលបងខ្ញុំបញ្ជាក់មួយទៀតណាខលសញ្ញោមកខ្ញុំតែមកប៉ឹកឲ្យខ្ញុំល្វើយពេកម៉ោង2ភ្លឺបងមនុស្សត្រឹមត្រូវណាខលមកម៉ោង2ភ្លឺមកហើយខ្ញុំល្វើយពេកខ្ញុំដេកទៅវិញហើយចាត់ប្រកាន់ថាយើងអត់លើកបើមានបំណងដោះស្រាយប្អូនត្រូវខលច្រើនដងខលតាមទូរស័ព្ទតបងអត់លើកអីហ្នឹងថាហ្នឹងចាំចោតប្រកាន់បងប្អូនស្រីអាហ្នឹងផ្ដាំទៅប្អូនជីងរៀនដោះស្រាយតាមរបៀបមនុស្សចាស់ណាមនុស្សចាស់អាចថាដើមមុនអាចថាប្អូន
อายุกรอบยมอาชีพมาช่วยยม36 37เลยจังนั้นนะโอนมันดอ3นี่แต่ขนมแคบยมหากดบอกไปใส่การกรุบยมกรุบจีนนิดตุ่มนูเขาเติมมีจีนนิดยมรีบกระจับดอกกระดาษเตะกระจับทมตรงจานหยดเช่นใหญ่ยมรีบบานสะอาดให้เมียนแต่เปียกขอมันออฟีดแบ็กมาให้ไอ้เข้าตามมีโอนมวยนั่งมาจังงใบจังงจะมวยยมจังนั้นนะก็เมียนผมนองไอ้เอานะบองปะเจี๊ยปลาบนไอ้โอนจริงเนื้อตีนะบองอัดดังไอ้เหลือบองmình mến nè lên tê bong nẹt mền bà bong nẹt mền hay ngay cầm thi ôn bong rip chấm oi ôn mà sát bị chật admin khóa mình nước xuống bay từ mình nè tay ngon mới tiệt bong pe nhom rip chấm ai quát hai bài chỉ ở tập tù mình anh đang mệnh mình bộ bong chui cật nhom mưa là vì mệnh vậy là quát chẳng ban ai bạc quát chẳng ban là bay khai thay là bay bài soi mua bài nâng mền đấy ôn bà tam bật tới bong chạy thưa còn thế nó tăng bị bong ở dục on aiอายุ5 năm แต่បងអត់ធ្វើទេពោះជា content បែបថោកទាបបែបទៅជន់ផលិតអ្នកដទៃដើម្បីយក view ខ្លួនឯងពោះ page របស់គាត់ចូលមើលទៅអ្នកនេះទៅអ្នកនោះច្រើនហើយតែអត់ទាន់ល្បីខ្លាំងដូច view ឡើងដល់ថ្នាក់ហ្នឹងទេអញ្ចឹងប្រហែលជាដល់ពេលដែលគាត់ចង់បានទេដឹងប៉ុន្តែខុសហើយអូនសុំជម្រាបអូនថាខុសហើយបាទប៉ះអ្នកមែននៅពេលដែលគេស្ដាប់គេនឹងដឹងខុសដឹងត្រូវហើយក៏ជម្រាបជូនបងប្អូនសិល្បៈទាំងអស់គ្នាដែរពិសេសអ្នកដែលគាត់តន្ត្រីដូចគ្នាដែលគាត់មានសេវាកម្មដូចខ្ញុំខ្លះក៏អាចជាគាត់មិនទាន់យល់ណាថាយើងនាំខូចតន្ត្រីគេតន្ត្រីឯងអត់ទេបងបាទច្បាស់ណាស់អស់ល្អត្រឹមខ្ញុំហើយច្បាស់ត្រឹមខ្ញុំហើយមួយម៉ាត់ទៀតខ្ញុំឆ្ងល់មួយទៀតនៅពេលដែលអ្នកសារព័ត៌មានសួរគាត់ថាឲ្យស្បត់មិនគាត់អត់ស្បត់តែថ្ងៃនេះខ្ញុំមកស្បត់មួយគាត់ហ្នឹងហើយហើយមួយម៉ាត់មួយទៀតមីអូនជីងបងផ្ដាំគាត់ថាចេះប្រហែលជាខ្ញុំមកដល់បងឯងបានជាកន្លែងហ្នឹងខ្ញុំមកដល់បងឯងអីចឹងណាតន្ត្រីបងឯងណាគេខ្ញុំអត់ស្គាល់តែបងមើលទៅអូនឯងដឹងដល់បងកន្លែងណាទេអូនបងរកឃើញកន្លែងដល់អត់ឃើញទេសូមកុំមកប្រៀបធៀបមួយបងបាទតន្ត្រីទោះបីជាគាត់អ្នកស្រុកខ្សែចំការឬក៏យ៉ាងណាក៏ខ្ញុំអត់ប្រកាន់ខ្លួនដែរតែសូមកុំមកធ្វើប្រៀបធៀបព្រោះអីសេវាកម្មខ្ញុំគ្រប់ភ្ញៀវដូចព្រះចឹងបាទហើយបងប្អូនដែលធ្លាប់យកសេវាកម្មតន្ត្រីរបស់ខាងខ្ញុំចូល comment ទាំងអស់ដើម្បីរក្សាភាពថ្លៃថ្នូរទាញនៅប្រជាប្រិយភាពដែលខ្ញុំធ្លាប់តែរៀបចំឲ្យភ្ញៀវអស់ពីចិត្តពីថ្លើមមកវិញ feedback មកល្អប្រាប់ថាល្អអត់ល្អប្រាប់ថាអត់ល្អជៀសវាងតែបងអូនសេជីងបានហើយមិនបាច់ comment មកទេមានតាំងពីចូលជេចូលអីទៀតតែស្គាល់ពេញនឹងខ្ញុំគិតថាអស់ពេលហើយបាទគាត់អស់ពេលហើយបាទហើយចុះអាពេលដែលនេះគឺយើងព្រមមិនធ្វើការចរចាគ្នានិយាយគ្នាឲ្យសម្រាប់ស្រួលគ្នាបាទចុងក្រោយខ្ញុំថាខ្ញុំរៀបចំឲ្យអូនតាមដែលបងកិច្ចសន្យាមិនឲ្យលឹះខ្វះនិងរលូនជូនអូនបងទៅផ្ទាល់អីចឹងទៅតែឆ្ងល់ហេតុអីបានគាត់អត់ព្រមទទួលនៅការរៀបចំរបស់យើងដំណោះស្រាយរបស់យើងតែបជាអត់ព្រមក៏ខ្ញុំទៅដែរថ្ងៃការខ្ញុំទៅព្រោះយើងទទួលលុយកក់បាទខ្ញុំទទួលលុយកក់ហើយជៀសវាងមហាជនទៅដោយសុបាយចិត្តណាបងខ្ញុំអត់ទេបងអត់ទេសុបាយចិត្តការងារចែកដាច់ណាបងបាទអត់មានទៅក្លុកកឆាកម្មវិធីគេទេខ្លាចតែមួយទៅដល់គាត់អត់ឲ្យខ្ញុំរៀបអាហ្នឹងនិយាយសារព័ត៌មានបងប្អូនទាំងអស់គ្នាយកធ្វើជាសាក់សីទាំងអស់គ្នាខ្លាចតែគាត់អត់ឲ្យខ្ញុំរៀបគាត់ធ្វើជា content ទៀតដែរអាសិលមួយថ្ងៃចឹងសិលមិញថ្ងៃនេះអាម៉ោង2ភ្លឺម៉ោង4ភ្លឺរត់មករកព័ត៌មាននេះខ្លាចតែគាត់អញ្ចឹងទៀតទេបើធំតាដេញការងារ1គឺ1 2គឺ2វិកែបាត់មកមើលបានកាក់ល្អិតបំផុតគឺខ្ញុំខ្លាចភ្លេចបាទភ្ញៀវខ្ញុំត្រូវតែសេ free ខ្លះ BIM 4គ្រាប់ FA កំពុងបាញ់ផ្សែងខ្លះគេគិតលុយទេបងតែខ្ញុំអត់គិតលុយទេខ្ញុំ free ឲ្យគាត់ហើយគាត់ថាអូម៉ាក់សុំម៉ាក់បានអីចឹងទៅប៉ុន្តែអញ្ចឹងអានៅពេលដែលគៀកថ្ងៃដែលបងអត់ព្រមណែឆាតមកបានន័យថា follow គាត់ហ្នឹងគឺដោយសារតែគាត់ឲ្យបងឲ្យគាត់តម្លាក់ location គឺគាត់មិនព្រមតម្លាក់បាទគាត់តម្លាក់មកហ្នឹងវាលើកទី4ហើយដែលសុំមកបងតម្លាក់មកហ្នឹងវាដល់ថ្ងៃទៅហើយមកញញដាក់ខ្ញុំក្នុង page ទៀតថាបងឯងមិនចឹងដល់ថ្ងៃឥឡូវថ្ងៃគាត់ឆាត់ញញមកហ្នឹងថ្ងៃទី1អូនជីងថ្ងៃទី1បងឯងមិនចឹងចិត្តដល់ថ្ងៃខ្ញុំមិនបានជាបងឯងអត់តាន់នេះចឹងអត់តាន់សួរនាំខ្ញុំចឹងអត់តាន់ដល់ថ្ងៃផងគេធម្មតាគេអាឡូមុនថ្ងៃចូលរោងអីយោអាណាអាឡូ 4-5 ថ្ងៃហ្នឹងអូនណាហើយ page បងប៉ុណ្ណឹងផុសវីដេអូរាល់ថ្ងៃអញគិតថាបោកលុយឯងប៉ុណ្ណឹងមែនបាទប៉ុន្តែគាត់ដូចជាមានបំណងសញ្ញាវីដេអូអីមកខ្ញុំមិនដឹងបងឡៃខ្ញុំគិតតែពីអ្នកគាត់ខ្ញុំគិតថាខ្លាច account Facebook បោក Telegram អញ្ចឹងណាយើងចាខ្លាចចឹងដែរខ្លាចអញ្ចឹងបោកយ៉ាងណាបងសលេង Telegram គាត់ច្បាស់ជាងខ្ញុំទៀតគាត់ឃើញសលេងឆាតព្រឹកល្ងាចមួយខ្ញុំអញ្ចឹងណាបាទលោកខ្ញុំនិយាយទៅបងអត់ជឿតែក្នុងចិត្តគាត់បែបណាគាត់យល់ហើយបើសិនជាខ្ញុំអត់មានទំនុកចិត្តទៅកាន់គាត់ម្លោះគាត់អត់យកសេវាកម្មខ្ញុំទេពួកគាត់
influencer គាត់ថាថ្ងៃហ្នឹងគាត់ប្រម៉ូទខ្ញុំឯណាណៃគាត់សន្យាមកខ្ញុំណាប្រម៉ូទមែនប៉ុន្តែប្រម៉ូទបែបជន់បលិចខ្ញុំអត់ទទួលយកទេហើយតាំងពីទូចមកខ្ញុំ credit ខ្ញុំគឺរៀបចំបានល្អណាស់ត្រឡប់មកខាងក្រោយតិចគឺតន្ត្រីបងគឺបង្កើតបានរយៈពេលប្រហែលឆ្នាំមកបបពិសោធន៍រៀបចំតន្ត្រីខ្ញុំជិត10ឆ្នាំហើយបងជិត10ឆ្នាំហើយបាទប៉ុន្តែខ្ញុំរៀបជា agency ខ្ញុំមិនទៅចេញមុខឲ្យតួផ្សេងឲ្យគេស្គាល់ណាបងចេញទៅក្រៅប្រទេសឲ្យបានប្រហែលប្រទេសណាកូរ៉េជប៉ុនប្រទេសជិតខាងប្រទេសចៅបាទប្រទេសចៅហ្នឹងទៅមិនក្រោម20ជើងកូរ៉េផៃខ្ទង់10ជើងជាងជប៉ុន2ជើងខ្ញុំបានដល់បបពិសោធន៍ខ្លាំងណាស់ដែរបាទខ្ញុំអាចនិយាយភាសាកូរ៉េបានបាទដល់ក្រៅប្រទេសទៀតហ្នឹងគឺបាទខ្ញុំអាចនិយាយភាសាកូរ៉េបានខ្ញុំគ្រប់គ្រងតួទៅជប៉ុន30នាក់ពិបាកណាបងនេះចាប់ក្តាមតែចង្អេអញ្ចឹងណាបងប៉ុន្តែខ្ញុំធ្វើបានហេតុអីតែរឿងកញ្ចប់តន្ត្រីមកបន្តិចហ្នឹងអាចធ្វើឲ្យខ្ញុំស្អុយឈ្មោះបានអត់មានទេបាទឥឡូវអត់អីបងឥឡូវខ្លីៗសង្គមតាមមហាជនគាត់មើលទៅគាត់នឹងយល់ឥឡូវបាទឥឡូវជាចុងក្រោយបងមានអីបាទបន្ថែមទៀតហើយដើម្បីបងប្អូនមហាជនគាត់បានជ្រាបនឹងបានយល់បាទមានសូមគោរពបងប្អូនទាំងអស់គ្នាដែលតាមដានឃើញចូលជេផងចូលកាន់ជើងផងឲ្យខ្លះថារបៀបការប្រម៉ូទតន្ត្រីរបស់គេទេមិនមែនទេអូនជីងហ្នឹងក៏ខ្ញុំមិនហៅមកប្រម៉ូទដែរបើខ្ញុំហៅមកប្រម៉ូទនៅតួល្អច្រើនណាស់ចូលមើល page ខ្ញុំទំផុសតួលំដាប់ grade A ក៏មានដែរស្រុកខ្មែរ C $3000ក៏មានដែរខ្ញុំបាត់ហៅប្អូនលំដាប់ជីងហ្នឹងមកប្រម៉ូទតន្ត្រីខ្ញុំទេអធិស្ឋានអញ្ចឹងសូមឲ្យម្ចាស់តន្ត្រីទាំងអស់ប្រុងប្រយ័ត្នខ្ពស់បំផុតជនខលខូចមានបំណងមិនល្អធ្វើការបោកបញ្ឆោតរឿងទីតាំងនៅជួនកាលថានៅនេះទៅពេលទីតាំងមកដល់ថ្ងៃបានតម្លាក់ឲ្យគេខ្ញុំវាធ្វើប្រហែលដោយសារខ្ញុំទុកចិត្តលើគាត់អញ្ចឹងណាបងពោសួរហើយតែលើកនេះចាប់ពីថ្ងៃនេះទៅមិនថាខ្ញុំមិនថាតន្ត្រីទាំងអស់សួរឲ្យគាត់តម្លាក់ទីតាំងហើយបាទតែនៅតែមានទៀតបងអ្នកខ្លះតម្លាក់ទីតាំងនៅហាងកាហ្វេគាត់ហូបនៅពីកម្មវិធីគាត់មិននៅនឹងទេអាហ្នឹងវាពិបាកមែនតើហើយតែទេសួររកខុសរត់ត្រូវអត់ឃើញទេអាហ្នឹងគឺខ្ញុំត្រៀមប្រព័ន្ធប្រតិបត្តិរួចរាល់ហើយដែលគាត់យកអាជីវកម្មរបស់ខ្ញុំដែលសង credit យ៉ាងយូរគេឈ្មោះរបស់ខ្ញុំសលេងរបស់ខ្ញុំមកផ្សព្វផ្សាយដោយមិនមានការតាក់ទងមកខ្ញុំឲ្យហៅតែអស់ចិត្តអស់ថ្លើមសិនណាបងទេសខ្ញុំមកពឹងហើយខ្ញុំដេកបាត់ដែរខ្ញុំម៉ោង2បងអធិស្ឋានបងសាព័ត៌មានផែននៅបើខ្ញុំដេកលក់បាត់ហើយបាទខ្ញុំធ្វើការទៅភ្លឺបាទអញ្ចឹងខ្ញុំសុំឲ្យបងប្អូនអស់ប្រុងប្រយ័ត្នហើយសុំឲ្យបងអូនកុំយកអាជីវកម្មគេមកលេងសើចចាប់ពីថ្ងៃហ្នឹងទៅកាយខ្លួនបាទការលើកឡើងរបស់បងផ្ទាល់តែម្ដងនៅក្នុងនាមខ្ញុំជាអ្នកសារព័ត៌មានខ្ញុំមិនមានសិទ្ធិនៅក្នុងការវេញៀតថាខាងណាខុសខាងណាទៅទេកុំឲ្យបងប្អូនយើងគាត់មើលមកគាត់ថាអ្នកកសែតលំអៀងទៅខាងនេះទៅខាងនោះអញ្ចឹងបងប្អូនយើងសង្ឃឹមថាស្ដាប់ការបកស្រាយរបស់គាត់ទៅហើយនឹងបានយល់ហើយស្ដាប់បងប្អូនជីងគាត់លើកឡើងហើយនឹងបានយល់ទាំងសងខាងថាតើពាក្យគីមួយណាគាត់លើកហេតុផលសមហេតុផលជាងបាទអញ្ចឹងយើងខ្ញុំនិយាយសារព័ត៌មានគឺយើងមានតែប៉ុណ្្នឹងហើយសង្ឃឹមថាបងប្អូនយើងបានមើលហើយនឹងទុកជាបទពិសោធន៍មួយហើយសម្រាប់ទៅកាន់បងប្អូនយើងផ្សេងទៀតបាទបទពិសោធន៍គេហៅថាមេរៀនហ្នឹងដូចជាបទពិសោធន៍អញ្ចឹងបាទមេរៀនមួយសម្រាប់ទាំងភ្លេងទាំងអ្នកកាំងកូនកំមុំកូនកន្លោះទាំងកូនកំមុំកូនកន្លោះកុំទុកចិត្តបាទកុំទុកចិត្តដាច់ខាតបាទកុំគិតថាព័ត៌មានអត់ប្រយោជន៍ទេបងប្អូនណាឃើញបងប្អូនយើងខ្លះគាត់ចូលមកខមមិនមកអាហ្នឹងដល់ប៉ះចំបងប្អូនបន្តមិនដឹងថាវាមានប្រយោជន៍ឬក៏មិនមានបាទ concert ចោលមិនបាទតន័យបាទហើយជាស្រ័យបងមិនមែន concert ទេអត់បាន concert ទេចង់ខ្ញុំចង់និយាយថាឧទាហរណ៍អញ្ចឹងការឡើងអញ្ចឹងណាអូខ្ញុំគិតពីគេមែនតើបងបាទអូខេឥឡូវប្រិមិត្តឥឡូវយើងប៉ុណ្្នឹងចុះបាទហើយរាល់ពាក្យកពេចកំហុសក៏ឆ្គងតំណាមក៏បីក៏សូមខន្តីពេលទូផងដែរខ្ញុំបាទទេប៉ុនរួមនឹង Mr. K សូមអរគុណសូមគោរពលាថ្នាំដុសធ្មេញដែលគ្រាន់តែប្រើទៅដែលមានអារម្មណ៍ថាហិលមានពពុះនៅក្នុងមាត់បងប្អូនអត់ពិបាករត់ទេនៅលើទីផ្សារតែថ្នាំដុសធ្មេញប្រភេទព្យាបាលដោយថ្នាំដុសធ្មេញ Jensen MAEE គឺពិបាករកប្រើណាស់ពួកយើងបានចូលទៅដល់រោងចក្រតលនៅប្រទេសកូរ៉េកំងសារធាតុផ្សំល្អតម្រូវសុខភាពមាត់ធ្មេញរបស់បងប្អូនខ្មែរយើងដែលពូកែស័ក្តិសិទ្ធិក្នុងការជួយបំបត្តិអាការៈស្រាវស្រាញតាមអញ្ចាញ់ធ្មេញកុំចាត់កំណត់អំបោនៅតាមធ្មេញកុំចាត់បញ្ហាក្លិនមាត់មិនល្អនិងជួយឲ្យធ្មេញរឹងមាំយ៉ាងមានប្រសិទ្ធភាពជាថ្នាំដុសធ្មេញដែលទទួលស្គាល់ច្បាស់លាស់ពីក្រសួងខ្មែរនិងកូរ៉េទទួលស្គាល់គុណភាពដោយ ISO 9001និង ISO 14001ព្រមទាំងមានការធានារ៉ាប់រងពីក្រុមហ៊ុន Samsung ក្នុងមួយទីបតម្លៃត្រឹមតែ 20,000 រៀលតែប៉ុណ្ណោះអាចប្រើបានចន្លោះពី2ទៅ3ខែបងប្អូនអាចរកជឿបានតាមឱសថស្ថានតាមតូបតាមផ្សារទូទាំងប្រទេសកម្ពុជាឬក៏អាចទំនាក់ទំនងទិញតាមរយៈ page នៅខាងក្រោមវីដេអូនេះឬតាមរយៈ Telegram